ព្រះរាជានុសិទ្ធនាងខ្ញុំមើលថាព្រះនាងយូយូបានធំដឹងក្តីនៅតំបន់ព្រៃផ្សៃគឺនៅភាគខាងត្បូងដោយរស់នៅក្រៅវាំងតាំងពីក្មេងនាងច្បាស់ជាបានជួបការលំបាកច្រើនណាស់មែនទេ ព្រះមាតាស្ត្រីគិតច្រើនពេកហើយបុត្រីរបស់ខ្ញុំមិនថានៅទីណាទេក៏មិនដែលជួបការលំបាកឡើយ អីចឹងព្រះរាជានុសិទ្ធស្រឡាញ់បុត្រីខ្លាំងនាងខ្ញុំយល់ប៉ុន្តែខ្សែឈាមរាជវង្សរបស់មហានគរដាស៊ីវយើងគឺថ្លៃថ្នូរក្រៃលែងមិនអាចលីឡំបានទេក្មេងនេះមិនច្បាស់លាស់ពីប្រភពដើមគ្រាន់តែពាក្យសម្ដីរបស់ព្រះអង្គមួយម៉ាត់ខ្ញុំខ្លាចពិបាកនឹងបញ្ចុះបញ្ចូលអ្នកអតីតទេ ព្រះមាតាស្ត្រីមានន័យថាខ្ញុំនឹងច្រឡំបុត្រីខ្លួនឯងឬ ព្រះអង្គមានប្រសាសន៍ធ្ងន់ធ្ងរពេកហើយនាងខ្ញុំក៏គិតគូរពីកិត្តិយសរាជវង្សដែរគ្រូបង្វឹកសត្វវេទមន្តដែលបម្រើក្នុងវាំងក៏នៅទីនេះដែរថ្ងៃនេះគាត់ជាអ្នកគ្រប់គ្រងសត្វវិញ្ញាណការពារជាតិនៃមហានគរដាស៊ីវយើងគឺពីងពីងមាសប្រមាញ់កោះសត្វវិញ្ញាណនេះអាចចាប់អារម្មណ៍ដល់ធម៌ពលនាពិតរបស់រាជវង្សបានតាំងពីកំណើតគួរណាស់តែអញ្ជើញគ្រូបង្វឹកសត្វវេទមន្តមកពិនិត្យមើលឲ្យយើងបន្តិចថាតើព្រះនាងតូចអង្គនេះពិតឬខ្លាំងខ្លាយទូលបង្គំសូមគោរពតាមព្រះរាជបញ្ជា គ្រូបង្វឹកសត្វវេទមន្តចាប់ផ្ដើមទៅ